ឥឡូវយើងមក download និង install Office 2019 64 bit ណាបាទយើងគ្រាន់តែចូលមក Telegram ហើយបន្ទាប់មកយើងវាយពាក្យ add a plus software បន្ទាប់មកយើងដល់ Office 2019 64 bit ណាបន្ទាប់មកយើង download វាមកពេលដែលយើង download បានហើយយើងទៅបិទ Windows Security សិនបាទយើងចុចកន្លែងហ្នឹងមកហើយបន្ទាប់មកយើងចុចលើ Windows Security នេះបាទហើយបន្តមកទៀតបើសិនជាយើងរកកន្លែងហ្នឹងអត់ឃើញយើងអាចចុច search វាបានបាទអញ្ចឹងយើងគ្រាន់ចុច search មកយើងវាយពាក្យ Windows Security icon នៅខាងក្រោមនេះបាទអញ្ចឹងវាដាក់ថា Windows Security អញ្ចឹងបន្តមកគឺយើងចុចលើហ្នឹងមកបាទនៅពេលយើងចុចលើហ្នឹងមកយើងយក virus treatment protect បាទហើយបន្តមកទៀតយើង scroll មកក្រោមយើងរក manage setting បាទ manage setting ហើយយើង turn off real time protection បាទតមកទៀតយើង turn off cloud deliver protection ហ្នឹងបាទហើយយើង turn off auto sample submission ហើយនឹង turn off temporal protection ហើយកន្លែង dismiss ហ្នឹងគឺយើងចុចលើវាទៅដើម្បីឲ្យវាបាត់ dismiss ហ្នឹងណាបាទអញ្ចឹងយើងរាប់មើល1 2 3 4ណាទាំងអស់ហ្នឹងគឺ4បាទអញ្ចឹងយើង minimize វាសិនមកហើយបន្តមកយើងមកបើកអាហ្នឹងដើម្បីធ្វើការ install បាទយើងចុច open មកហើយបន្តមកយើងចុច open ទៀតមកបាទហើយបន្តមកយើងចុចលើ file ហ្នឹងបាទចុច double click មកវានឹងបើកផ្ទាំងសម្រាប់ឲ្យយើង install Office 2019នេះបាទអញ្ចឹងយើងចុចលើ Office 2019ហ្នឹងមកដើម្បីធ្វើការ install វាបាទនេះវាលោតផ្ទាំងនៅក្រោមឥឡូវខ្ញុំទាញវាមកដាក់នៅលើនេះហើយបន្តមកយើង tick លើ64 bit នេះបាទហើយបន្តមកយើងដោះ tick នេះចេញបាទហើយបន្តមកយើងរើស Office 2019បាទយើងយក Pro Plus 2019ណាបាទអូខេអញ្ចឹងក្នុងនេះយើងអាច select យកតែកម្មវិធីណាដែលយើងយកបាទដូចខ្ញុំយក OneDrive បាទ OneDrive for Business ខ្ញុំអត់យកទេបាទហើយនេះក៏អត់យកដែរបាទ Publish ខ្ញុំយកហើយ PowerPoint យកដល់ពេល OneNote អត់យកទេ Outlook ក៏អត់យកដែរតែបើយើងចង់យកយើងអាច tick វាបានណាឥឡូវខ្ញុំយកតែប៉ុណ្្នឹងឯងបាទយកតែប៉ុណ្្នឹងយើងចុច install Office មកបាទហើយបន្តមកយើងដោះ tick កន្លែងនេះហើយបន្តមកយើងចុច install តែម្ដងបាទអញ្ចឹងយើងរងចាំវាបន្តិចនៅពេលវាដើរហើយវាលោតចុះមកក្រោមអានេះផ្ទាំងវានេះអញ្ចឹងផ្ទាំងហ្នឹងគឺវា install បាន 2% ឡើយនេះ 2% អញ្ចឹងពេលដែល install បានបន្តិចហើយវាលោតផ្ទាំងហ្នឹងមកអញ្ចឹងអាហ្នឹងយើងរងចាំតតែវាដើរចប់ហ្នឹងណាបាទអញ្ចឹងយើងរងចាំតតែវាលោតបែបនេះហើយយើងចុច yes មកបាទអញ្ចឹងចុច yes មកបាទអញ្ចឹងបន្ទាប់ពីយើងចុច yes មកយើងត្រូវរងចាំវាឲ្យវាធ្វើការដើរហ្នឹងចប់យើងពេលវាដើរចប់ហើយគឺយើងចុច activate office បាទអញ្ចឹងយើងរងចាំវាបន្តិចសិនមកវាចប់ឡើយបាទអូខេអញ្ចឹងពេលវាចប់ហើយយើងចុច activate office ហ្នឹងមកអញ្ចឹងវាកំពុងដើរហើយយើងរងចាំឲ្យវា activate ហើយគឺ office យើងគឺដំណើរការមានន័យថាវាយើងតម្លើងបានហើយគឺវាមាន license ទៀតណាបាទហ្នឹងហើយឥឡូវយើងមើលមកបាទនេះអញ្ចឹងយើងរងចាំតតែវាចេញពាក្យខាងក្រោយ complete ណាបាទឥឡូវវាបាន complete ហើយបាទអញ្ចឹងតែប៉ុណ្្នឹងគឺជោគជ័យហើយតោះឥឡូវយើងមកឆែក office របស់យើងច្បាស់បិទហ្នឹងយើងមកឆែក office របស់យើងសិនបាទអញ្ចឹងយើងចុចកន្លែង start menu មកហើយបន្តមកយើងនឹងឃើញ office នៅលើហ្មងបើអត់ឃើញទេយើង search មក word អីចឹងណាបាទឥឡូវវានៅលើយើងចុចបើកមកយើងទៅមើលកន្លែង account នេះបាទតើវាបានactivate ហើយនៅនេះគឺ activate ណាអញ្ចឹងយើងចុចឲ្យបើក word ដើម្បីយើងមើល detail បាទនេះ64 bit ហើយអញ្ចឹងយើង activate ហើយអញ្ចឹងវីដេអូនេះក៏មានតែប៉ុណ្ណេះដែរបាទហើយនេះគឺយើង close វាធម្មតាមកបាទយើង close ទៀតមកបាទហើយនេះយើងខ្វាយវាទៀតមកបាទ